mình cho đầm hát cái này sự sạp giờ này sẵn này cái chia thầm rồng bạc ở đây tại dương miền bùn thiệt nhom cả chia kháแล้วค่าយើងគឺមាន4ធាតុហ្នឹងគឺ1 2 3 4ប៉ុន្តែបើយើងគិតទៅលើ index គឺយើង start ពី0ទៅរសារហើយគឺ start ពី0អញ្ចឹងធ្វើការបញ្ចេញខាគឺ0គឺការហៅអ្នកគ្នាវានឹងចេញអញ្ចឹងដោយសារតែវាស្ថិតនៅ index ទី0ហើយចុះបើខ្ញុំដូរទៅ index ទី3អ្នកគ្នាគឺវាចាប់ម៉ាត់ក្រមក0 1 2 3អញ្ចឹងវានឹងចាប់ពាក្យថា Madam ហើយ Mazda អញ្ចឹងយើងហៅទៅវាចេញ Mazda ដោយសារតែ index ទី3ហើយចំណាំហាត់របស់យើងគឺមិនបងខ្ញុំការបញ្ចូល n សិនតែខ្ញុំគុំណាំខ្ញុំចង់បញ្ចូល n អញ្ចឹងខាងក្រោមគឺយើងមានជាយើងប្រកាសណាយើងប្រកាសយើងចង់បញ្ចូលខ្លះយើងចង់បញ្ចូល ID យើងចង់បញ្ចូល name ចា name ប៉ុន្តែខាងនេះយើងត្រូវដាក់ n ផងណាក្នុងសារជាប្រភេទ array ឆាប៉ុណ្ណាហើយជាមួយនឹង plot ជំរឿនគឺ score នឹងយើងចូលទៅដល់ for loop តែនេះខ្ញុំប្រកាសក្នុងហ្មងគឺ integer e ស្មើ0 e ទៅជាស្មើ n ជាមួយនឹង e បូកឥឡូវយើងធ្វើការ see out មកហើយខ្ញុំចង់ design ក្បាលលើណា ក្បាលលើបើយើងគឺដាក់ student ដើម្បីបញ្ចេញ student 1 student 2ដល់ស្រួលមើល e បូក1តែមកឲ្យដាក់ e បូក1ដោយសារយើងចង់ឲ្យវាចេញលេខ1ដោយសារ array របស់យើងគឺ start ពី0អញ្ចឹងដាក់បូក1មកហើយចប់តខាងនេះគឺយើងចង់បញ្ចូលអីគេណាគ្នាយើងបញ្ចូលមកបញ្ចូល id enter id ហើយយើងចាប់រញ្ញាត id ហើយខ្ញុំ complete e ណាគ្នា complete e ហើយខ្ញុំធ្វើការ copy ទៅលើ4ដងខ្ញុំកែដាក់ name មក name page ជាមួយនឹង score ហើយកន្លែងនេះក៏ដូចគ្នាយើងដូរអស់មកមិន ID ទេច្រឡំគឺ name i page ជាមួយនឹង score អូខេក្រោយយើងដូរអស់ហើយគឺហើយយើងបញ្ចូលបានហើយប៉ុណ្ណឹងគឺនៅក្នុងលុបបន្ទាប់មកអ្នកនេះគឺយើងបញ្ចេញក្រោយលុបមកគឺយើងចង់បញ្ចេញសារហើយបញ្ចេញទាំងនៃរបស់ហ្នឹងគឺយើងតែខ្ញុំចង់ design ក្បាលលើសិននេះតាក់ចាំមក design ក្បាលលើណាអញ្ចឹងកន្លែងនេះគឺ ID ហើយកន្លែងនេះគឺខ្ញុំដាក់ slash ទេឲ្យវាដក clear ទៅមុខ mark space ទៅជាមួយ name slash ទេមកជាមួយនឹង name ហើយ page ហើយ slash ទេមក page ហើយ score ចាណាក្បាលលើរបស់វាហើយបន្ទាប់មកណាគ្នាគឺយើងបញ្ចេញវាគឺបញ្ចេញនៅក្នុង loop ដូចគ្នាគឺអាចបញ្ចេញនៅក្រៅ loop ទេអញ្ចឹង integer e ស្មើ0ដូចគ្នាដូចខាងលើដែរអញ្ចឹង e ទៅជាង n យ៉ាបូកបន្ទាប់មកណាគ្នាគឺការចាប់តម្លៃ e ចាប់តម្លៃ id យើងមកយើងបញ្ចូល id បានហើយ complete e ផងចាប់ទៅមក name បញ្ចេញ name ហើយ complete e ហើយដាក់ slash ទេទៅមុខណាគ្នាដើម្បីឲ្យស្មើខាងលើហើយយើងចាប់តម្លៃ page មួយទៀតអញ្ចឹង e ដូចគ្នា complete slash ទេយ៉ាហើយបន្ទាប់មកគឺយើងចុងក្រោយគឺ score យើងគឺយើងមិនបាច់ដាក់ slash ទេឬវាអស់បាត់ហើយអញ្ចឹងគឺយើងប៉ុណ្ណាគេចាប់របស់យើងគឺចប់ហើយបន្ទាប់មកការហៅដល់ណាគ្នាមើលអញ្ចឹងវានឹងឲ្យយើងបញ្ចូលមកអ្នកគ្នាបញ្ចូលប្រមាណ student ទៅចាំមក2 student yes វិញជា student 1 ID name ខ្ញុំដាក់ភាសា page ចឹង score ដាក់សិនមកទៅមកអ្នកគ្នាគឺ ID ទី2ហើយ search ទី2ចឹងយើងដាក់មកនៅតោចឹងមកហើយជាមួយ page ជាមួយនឹង score បន្ទាប់មកវានឹងឲ្យបញ្ចូលទី3វាខុសបាត់ហើយដោយសារយើងបញ្ចូលតែ2 student ណាបញ្ចូលមកវាឃើញខុសអត់ដោយសារអីអ្នកគ្នាដោយសារយើងចូលកែកូដរបស់យើងចង់ទៅបញ្ចូល2 student តែបញ្ចេញ3អញ្ចឹងយើងកន្លែងនេះយើងដកឲ្យស្មើចេញសារច្រឡំដាក់តូចជាមកដោយសារតែវា start ពី0ទេអញ្ចឹងយើងធ្វើការបញ្ចូលមក2 student 1និងនេះបញ្ចូល ID យ៉ាបូចឹងមកហើយយកនឹង page ជាមួយនឹង score student 2 name មួយទៀតនេះដាក់មកតែអីបានណាខ្ញុំដាក់ម៉ងហើយជាមួយនឹង page ជាមួយនឹង score អញ្ចឹងវាត្រូវហើយបាទគឺបញ្ចូល2ដងគឺវានឹងចេញលទ្ធផលយើងមើលទៅវាមាន ID វាមាន name វាមាន page វាមាន score ដោយសារយើង design តាម score លើនេះចង់ design ចឹងមែនអត់អញ្ចឹងវានឹងចេញមករបៀបហ្នឹងជាតន័យដែលយើងបានបញ្ចូលហើយនឹងបញ្ចេញវិញមកអញ្ចឹងក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងដែលយើងសិក្សាទៅលើ array ដែលយើងអាចបញ្ចូលបានតន័យសិស្សច្រើនហើយយើងប្រើទៅក្នុង for loop អ្នកគ្នា